អាយដាមម៉ាងស៊ីណេតនាំយកអំណោយសម្ដេចធិបតីនិងលោកជំទាវប្រគល់ជូនមជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនក្នុងស្រុកស្ទឹងហៅព្រឹកថ្ងៃសៅរ៍ទី25ខែតុលាឆ្នាំ2025អាដាមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីប្រធានមន្ទីរអង្គភាពនិងសប្បុរសជនអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយសម្ដេចធិបតីនិងលោកជំទាវប្រគល់ជូនមជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនិងផ្អែកលើសហគមន៍នៅភូមិរិទ្ធី2ឃុំកែវផុសស្រុកស្ទឹងហៅខេត្តព្រះសីហនុលោកកែវវាសនាប្រធានមជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនិងផ្អែកលើសហគមន៍នៅឃុំកែវផុសបានជម្រាបជូនស្ដីពីវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលសាងសង់លើផ្ទៃដីចំនួន20ហិកតាមានអគារចំនួន23មានបន្ទប់ស្នាក់នៅជនរងគ្រោះសរុប77បន្ទប់ឆ្នាំ2025មជ្ឈមណ្ឌលទទួលបានជនរងគ្រោះសរុបចំនួន2263នាក់ស្រី112នាក់បានធ្វើសមាហរណកម្មទៅគ្រួសារនិងសហគមន៍វិញមានចំនួន2063នាក់ស្រី94នាក់និងកំពុងសម្រាប់ព្យាបាល1863នាក់ស្រី82នាក់លោកបានបន្តថាមជ្ឈមណ្ឌលបានធ្វើការបណ្ដុះបណ្ដាលជំនាញមានដូចជា1ផ្នែកតបណ្ដាញអគ្គិសនី180នាក់2ផ្នែកជួសជុលបរិក្ខារត្រជាក់120នាក់3ផ្នែកជាងកាត់សក់90នាក់4ផ្នែកអគ្គិសនី90នាក់5ផ្នែកជាងជួសជុលម៉ូតូ120នាក់6ផ្នែកជាងកំបោរ180នាក់7ផ្នែកសម្អាង60នាក់8ផ្នែកកាត់ដេរ55នាក់សរុប895នាក់ស្រី105នាក់លោកបានថ្លែងអំណរគុណអាដាមអភិបាលខេត្តព្រះសីហនុនិងគណៈប្រតិភូដែលបានអញ្ជើញចុះសួរសុខទុក្ខនិងប្រគល់អំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគនិងថវិកាជូនមជ្ឈមណ្ឌលដើម្បីផ្គត់ផ្គង់របបហូបចុករបស់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនដែលកំពុងទទួលសេវាព្យាបាលនិងស្ដារនីតិសម្បទានិងស្នាក់នៅក្នុងមជ្ឈមណ្ឌលអាដាមម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុក៏បានធ្វើការណែនាំដល់ប្អូនៗដែលកំពុងស្នាក់នៅព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលសហគមន៍កែវផុសស្រុកស្ទឹងហៅពួកយើងចង់ឲ្យប្អូនៗមានសេដ្ឋកិច្ចល្អមានការងារល្អមានលទ្ធភាពប្រកបមុខរបរដោយខ្លួនឯងព្រោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិវាផ្សារភ្ជាប់ជាមួយជីវភាពគ្រួសារការអភិវឌ្ឍគ្រួសារឲ្យមានការរីកចម្រើនហើយនេះគឺជាមេរៀននិងបទពិសោធន៍មួយសម្រាប់យើងទាំងអស់គ្នានៅពេលដែលចេញទៅវិញសូមកុំមកកាន់ទីនេះម្ដងទៀតព្រោះឪពុកម្ដាយគ្រប់រូបមិនចង់ឲ្យកូនចៅរបស់គាត់មកនៅមជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននោះទេតែនេះគឺជាវិធីល្អដែលយើងត្រូវពង្រឹងសមត្ថភាពខ្លួនយើងព្រោះការប្រើប្រាស់គ្រឿងញៀនមិនត្រឹមតែបំផ្លាញអនាគតខ្លួនយើងប៉ុណ្ណោះទេទន្ទឹមនោះយើងមិនគួរបំផ្លាញខ្លួនឯងនោះទេហើយក៏ជាឱកាសនៃការចេញពីទីនេះគឺមានគ្រប់គ្នាយើងមិនចង់ឃើញបងប្អូនមកកាន់ទីនេះច្រើនទៀតនោះទេការមកទីនេះច្រើនគឺជាការឈឺចាប់របស់ថ្នាក់ដឹកនាំគ្រប់រូបសូមកុំបំផ្លាញខ្លួនឯងឲ្យសោះព្រោះនៅខេត្តព្រះសីហនុរបស់យើងត្រូវការកម្លាំងពលកម្មជាង 1000 នាក់ចូលបម្រើការងារនៅតាមរោងចក្រសហគ្រាសក្រៅពីរោងចក្រសហគ្រាសខេត្តរបស់យើងនៅមានការងារជាច្រើនទៀតដូចជាការងារសំណង់និងការងារសន្តាគារជាច្រើនកន្លែងយើងត្រូវធ្វើជាពលរដ្ឋល្អកូនល្អរស់នៅក្នុងសង្គមប្រកបដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនសង្ឃឹមថាបងប្អូននឹងចេញទៅវិញមានអនាគតល្អនិងមិនមកកាន់ទីនេះជាលើកទី2ឬលើកទី3នោះទេអាដាមអភិបាលខេត្តបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយនិងដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ដោយផ្ដោតលើមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាដូច្នេះយុវជនយើងត្រូវមានចំណេះដឹងចំណេះធ្វើជំនាញនិងបំណិនជីវិតប្រកបដោយគុណធម៌ចរិយាធម៌រាជរដ្ឋាភិបាលក៏បានគិតគូរអំពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនរបស់យើងដែលជាទំពាំងស្នងឫស្សីក្នុងការចូលរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិព្រមទាំងបានបង្កើតការងារជូនប្រជាពលរដ្ឋជាពិសេសរដ្ឋាភិបាលក៏បានគិតគូរអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋដោយបង្កើតឲ្យមានប័ណ្ណបសសប័ណ្ណសមធម៌សម្រាប់មន្ត្រីរាជការកម្មករនិយោជិតដែលបម្រើការងារនៅតាមរោងចក្រសហគ្រាសហើយអ្វីទាំងអស់នេះគឺបានមកពីកត្តាសុខសន្តិភាពស្ថិរភាពនយោបាយម្យ៉ាងទៀតការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជាសរសៃឈាមក្នុងការដឹកជញ្ជូនឆ្លងកាត់នៅទូទាំងប្រទេសព្រោះបើយើងមានផ្លូវគឺយើងមានក្តីសង្ឃឹមក្នុងការដឹកជញ្ជូនផលិតផលរបស់យើងទៅកាន់ទីផ្សារឲ្យបានទាន់ពេលវេលានៅក្នុងឱកាសនោះអាដាមអភិបាលខេត្តក៏បានធ្វើការអំពាវនាវចំពោះក្មួយៗនៅទីនេះត្រូវតែបដិញ្ញាចិត្តគ្រប់គ្នា
ផ្ដាច់គ្រឿងញៀនឲ្យបានទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូននឹងខិតខំបណ្ដុះបណ្ដាលនៅជំនាញបច្ចេកទេសដើម្បីចិញ្ចឹមជីវិតបង្កើនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចសង្គមអំណោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិតឧបត្ថម្ភជូនមជ្ឈមណ្ឌលជាតិព្យាបាលមានដូចជាអង្ករ29តោនត្រសក់ចាវ240គីឡូក្រាមទឹកត្រី190យួរទឹកស៊ីអ៊ីវ190យួរមី190កេសសាច់ជ្រូក3ក្បាលស្មើនឹង900គីឡូនិងថវិកា10លានរៀលដោយឡែកមណ្ឌលសំចតបណ្ដោះអាសន្នទទួលបានអង្ករ1តោនទឹកស៊ីអ៊ីវ10យួរទឹកត្រី10យួរមី10កេសត្រសក់ចាវ10គីឡូក្រាម